តើនៅពេលណាដែលអ្នកគួរតែបំបែក monolith របស់អ្នកឲ្យទៅជា microservice monolith គឺជាកូដតែមួយការ deploy តែមួយនិង database តែមួយអ្វីៗទាំងអស់ត្រូវការ deploy ឡើងរួមគ្នា microservice បំបែកកម្មវិធីទាំងនោះទៅជា independent service ដោយសេវាកម្មនីមួយៗមានកូដ pipeline deploy និង database ផ្សេងៗដោយឡែកពីគ្នាជាមួយ monolith រាល់ការកែប្រែតម្រូវឲ្យ deploy កម្មវិធីទាំងមូលឡើងវិញរីឯ microservice គឺ deploy តែ service ណាដែលមានការផ្លាស់ប្ដូរតែប៉ុណ្ណោះជាមួយនឹង monolith បើផ្នែកណាមួយ load ធ្ងន់អ្នកត្រូវ scale កម្មវិធីទាំងមូលចំណែកឯ microservice វិញអ្នកត្រូវការ scale តែផ្នែកណាដែលមានការ load ធ្ងន់តែប៉ុណ្ណោះហើយវាលឿននិងងាយស្រួលជាងប៉ុន្តែត្រូវចងចាំថា microservice ក៏មានចំណុចខ្សោយផងដែរដូចជា network call អាចបរាជ័យហើយបើសេវាកម្មណាមួយយឺតវាអាចធ្វើឲ្យខ្សែសង្វាក់ទាំងមូលនៃ application ឬក៏ system ទាំងមូលទៅរាំងស្ទះជ្រើសរើស monolith ពេលក្រុមនៅតូច domain ប្រែប្រួលលឿននិងព្រំដែនសេវាកម្មមិនទាន់ច្បាស់លាស់ប្រើប្រាស់ microservice ប្រសិនបើក្រុមការងារនីមួយៗត្រូវ deploy ដោយឡែកពីគ្នាផ្នែកខ្លះនៃប្រព័ន្ធត្រូវការ scale ធំជាងគេឬក៏អ្នកត្រូវការប្រើប្រាស់ tech stack ផ្សេងៗគ្នាទៅតាមមុខងារនិងភាពចាំបាច់ផ្សេងៗគ្នាអ្នកអាចចាប់ផ្ដើមជាមួយនឹង monolith សិនបានបន្ទាប់មកចាំបង្វែកវាទៅជា microservice នៅពេលដែលអ្នកចាប់ផ្ដើមជួបការរាំងស្ទះពិតប្រាកដកុំទាន់អាឡូតទៅ5 microservice លឿនពេកព្រោះវាអាចចំណាយច្រើន